លើកទី1ហើយដែលខ្ញុំបានទៅដើរ Walk Street នៅមុខវាំងយើងហ្នឹងដែលគេទើបតែបើកមកខ្ញុំអត់ដែលបានទៅទេហើយនេះជាលើកទី1របស់ខ្ញុំនិយាយទៅមនុស្សច្រើនដូចអ៊ំទូកអញ្ចឹងបងប្អូនហើយជាដំបូងទៅហ្នឹងគឺក៏លេចឃើញនំបញ្ចុកមុនគេណាគេមិនល្បីនំបញ្ចុកមុខវាំងឆ្ងាញ់ហើយតម្លៃធូរថ្លៃសមរម្យមែនតើមួយចានត្រឹមតែ5000រៀលហើយឆ្ងាញ់ហើយដាក់ទៅគឺថាមួយឆ្អែតហ្មងសំខាន់មានគ្រឿងស្ទើរប្រៃស្ទើរផ្អែមស្ទើរហឹរថែមមកស្រឡាញ់បងប្អូននេះនំបញ្ចុកសឡខ្មែរយើងអង្គុយហូបនំបញ្ចុកបដាមើលបងប្អូនដែលគាត់ដើរលេងជុំវិញនឹងបដាហើយនិយាយពីទីធ្លាទេសភាពវិញគឺថាស្អាតមែនតើនិយាយទៅគឺថាមើលមកភ្លឹងអញ្ចឹងមកកន្លែងខ្ញុំអង្គុយហូបនំបញ្ចុកមុខវាំងហ្នឹងមនុស្សប៉ុណ្ណឹងទេអត់ទៅច្រើនទេបងប្អូនប៉ុណ្ណឹងដើរទៅមុខទៀតនិយាយពីថាមនុស្សច្រើនដូចអ៊ំទូកអញ្ចឹងបងប្អូនហើយដើរក៏កលេចឃើញក្រែមបអ៊ីឃើញតំណងពេកក៏ចូលទិញហូបទាំងអស់គ្នាហ្មងទៅហើយខ្ញុំក្រែមខ្ញុំចូលចិត្តតែរសជាតិសណ្ដែកគេបងប្អូនហើយក្រែមហ្នឹងបងប្អូនដែលគាត់ធ្លាប់នៅរៀនបឋមអីហ្នឹងក៏គាត់ធ្លាប់ហូបដែរកាលពីមុនណាមួយដើមតែ100រៀលលុយខ្មែរបងប្អូនតែណាហើយឥឡូវអីវ៉ាន់អីក៏ឡើងថ្លៃដែរអញ្ចឹងតម្លៃក៏ឡើងតាមនឹងដែរប៉ុន្តែនៅតែតម្លៃសមរម្យបងប្អូនហើយនៅនឹងមានបងប្អូនដែលគាត់លេងល្បែងជាប្រជាប្រិយជាច្រើនមានរាំលេងមានលោតកស៊ូមានអីអញ្ចឹងប៉ុន្តែដោយសារមនុស្សច្រើនពេកបងប្អូនហើយខ្ញុំថតពិបាកថតយើងថតទៅវាមើលអត់ឃើញអញ្ចឹងខ្ញុំដើរកាត់កន្លែងដែលគាត់លេងលោតកស៊ូក៏ខ្ញុំថតឲ្យបងប្អូនមើលបន្តិចទៅហើយសប្បាយមែនដើរទៅមុខកាន់តែជ្រៅមនុស្សកាន់តែច្រើនបងប្អូនហើយបងប្អូនតិចច្រឡំថាអូវីដេអូនេះឆ្នាំមុនបុណ្យអុំទូកអីទេមិនមែនទេគឺ Walk Street ឥឡូវហ្នឹងឯងបងប្អូនបើមិនជឿគឺសាកទៅដើរលេងទៅបងប្អូនមនុស្សច្រើនទន្លេហ្នឹងក៏មានបងដែលគាត់លក់ជាគ្រឿង make up លក់ជារបស់អនុស្សាវរីយ៍របស់ហូបមានមួកមានអាវមានច្រើនណាបងប្អូននិយាយទៅថាមានលក់គ្រប់សពហ្មងបងប្អូនចង់ហូបអីចង់ទិញអីក៏មានដែរបងប្អូនហើយកន្លែងនេះគឺខាងគាត់លក់គេហៅថានំគ្រក់ជប៉ុនណាអាហ្នឹងតាមដែលខ្ញុំស្គាល់ទេតែបើថាបងប្អូនហៅអីចាំជួយ comment ប្រាប់ខ្ញុំផងណាហើយមានលក់តាំងពីប្រហិតអាំងតែក្រអាំងមាននិយាយទៅមានមឹកអាំងមានអីមានច្រើនមិនថាអ្នកមានគូអ្នកអត់គូអីយើងទៅបានដូចគ្នាបងប្អូនប៉ុន្តែតើតាបងប្អូនដែលគាត់ចូលចិត្តដើរមនុស្សច្រើនអីអញ្ចឹងណាមិនទៅកើតយើងដើរហត់ហើយយើងមកដាក់ស៊ុបមួយបងប្អូនស៊ុបនៅគិរីរម្យយើងហ្នឹងបងប្អូននេះគាត់ស្គាល់គាត់ដឹងហើយបងប្អូននិយាយថាស៊ុបនៅហ្នឹងគឺលេខ1ហ្មងស៊ុបគោវីដេអូនេះបើថាចេញពេលយប់អីខ្ញុំសុំទោសផងបងប្អូនដោយសារអត់មានចេតនាទេនេះខ្ញុំដាក់នៅចុងវីដេអូណាអត់ចង់ឲ្យបងប្អូនឃើញនៅដើមវីដេអូអីពេលយប់ម៉ោង2 10យប់អីឃ្លានអីចឹងអត់ដឹងហូបណាអីចឹងណាប៉ុន្តែបងប្អូនអាចមកគិរីរម្យបានបងប្អូនដែលគាត់ធ្លាប់ហូបគាត់ដឹងហើយនិយាយថាស៊ុបនៅហ្នឹងគឺមានច្រើនកន្លែងណានិយាយទៅស្រាប់តែបងប្អូនដែលគាត់ធ្លាប់ហូបកន្លែងណាចូលកន្លែងហ្នឹងទៅប៉ុន្តែដឹងតែនៅម្ដុំគិរីរម្យហ្នឹងគឺមានលក់ស៊ុបគោឆ្ងាញ់ហ្មងបងប្អូនទឹកស៊ុបគេដល់ជាតិហ្មងណាយើងដាក់សាច់ដាក់បន្លែអញ្ចឹងមកនិយាយពីខាងលេបទឹកមាត់ហ្មងខ្ញុំបញ្ចូលសលេងនេះក៏នៅតែឃ្លានទៀតដែរនេះចាំមើលស្អែកកាន់ស្អែកអីរត់ទៅម្ដងទៀតសិនយើងថែមមីសួរថែមមីថែមអីតាមចំណង់ចំណូលចិត្តទៀតមកនិយាយពីថាត្រូវជាតិគ្នាហ្មងណាហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ follow page ខ្ញុំមួយផងណាហើយជួបគ្នាវីដេអូក្រោយបាយបាយ